ដងដែលព្រះយេស៊ូវបានប្រាប់ច្បាស់ថាព្រះអង្គត្រូវតែរងទុក្ខសុគតហើយរស់ឡើងវិញប៉ុន្តែរាល់លើកដែលព្រះអង្គមានព្រះបន្ទូលអំពីការនេះពួកសិស្សគេមិនបានយល់អ្វីទាំងអស់ការប្រកាសប្រាប់លើកដំបូងត្រូវបានរកឃើញនៅក្នុងព្រះគម្ពីរម៉ាកុសជំពូក8ខ31ព្រះអង្គមានព្រះបន្ទូលថាកូនមនុស្សត្រូវបានរងទុក្ខជាច្រើនហើយត្រូវពួកចាស់ទុំពួកសង្គ្រាចនិងពួកអាចារ្យបោះបង់ចោលហើយសម្លាប់លោករួច3ថ្ងៃក្រោយដែលលោកស្លាប់ទៅនោះលោកនឹងរស់ឡើងវិញភ្លាមនោះលោកពេត្រុសក៏បានបន្ទោសទៅកាន់ព្រះយេស៊ូវប៉ុន្តែព្រះយេស៊ូវព្រះអង្គបានកែតម្រូវលោកពេត្រុសវិញហើយព្រះអង្គបានបង្ហាញថាព្រះអង្គត្រូវរងទុក្ខគឺចាំបាច់មែនទែនលើកទី2គឺនៅក្នុងព្រះគម្ពីរម៉ាកុសជំពូក9ខ31ព្រះយេស៊ូវក៏បានប្រាប់ទៅពួកគេម្ដងទៀតថាកូនមនុស្សត្រូវបានបញ្ជូនទៅក្នុងកណ្ដាប់ដៃនៃមនុស្សលោកគេនឹងសម្លាប់លោករួចដល់3ថ្ងៃក្រោយដែលគេសម្លាប់នោះលោកនឹងរស់ឡើងវិញប៉ុន្តែនៅលើកនេះអត់មាននរណាគេហ៊ានបន្ទោសព្រះយេស៊ូវទៀតទេហើយពួកសិស្សគេភ័យខ្លាចក្នុងការសួរព្រះអង្គថាព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វីលើកទី3គឺព្រះអង្គមានព្រះបន្ទូលកាន់តែច្បាស់ម្ដងទៀតគឺនៅក្នុងព្រះគម្ពីរម៉ាកុសជំពូក10ខ33រហូតដល់ខ34ព្រះយេស៊ូវមានព្រះបន្ទូលថាមើលយើងនឹងឡើងទៅឯក្រុងយេរូសាឡិមនោះកូនមនុស្សនឹងត្រូវបញ្ជូនទៅឲ្យពួកសង្គ្រាចនិងពួកអាចារ្យគេនឹងកាត់ទោសលោកដល់ជីវិតហើយបញ្ជូនទៅដល់ពួកសាសដតីពួកនោះនឹងចំអកមើលងាយវានឹងរង្គាត់ស្ដោះដាក់ហើយសម្រាប់លោករួច3ថ្ងៃក្រោយដែលស្លាប់ទៅនោះលោកនឹងរស់ឡើងវិញព្រះយេស៊ូវព្រះអង្គបានជ្រាបច្បាស់នៅអ្វីដែលនឹងកើតឡើងទ្រង់បានជ្រើសរើសការសុគតនៅលើឈុតឆ្កាងសម្រាប់មនុស្សទាំងអស់គ្នាហើយការប្រកាសនេះគឺរំលឹកយើងថាការដែលទ្រង់សុគតមិនមែនជារឿងចៃដន្យទេតែវាជាផែនការនៃសេចក្តីសង្គ្រោះ